ថ្មាតស៊ីសាច់ក្អែកស៊ីគ្រឿងក្នុងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វក្អែកជឿថាពុកម៉ែបងប្អូនយើងមួយចំនួនគាត់ក៏ធ្លាប់បានស្គាល់សត្វក្អែកនេះដែរជាពិសេសអ្នកទន្លេសាបតែម្ដងគឺថាសម្បូរណាស់ទុកចំណីតែប្រហែសអីហ្នឹងគឺថាពំយកទៅបាត់ដែរពុកម៉ែបងប្អូនមួយចំនួនទៀតគាត់ក៏មិនធ្លាប់បានស្គាល់នោះដែរពេលខ្លះក៏ឮសូរតែចាស់គាត់និយាយឬក៏ធ្លាប់ឃើញរូបចម្លាក់នៅតាមវត្តជាដើមចំណែកក្អែកនិងថ្មាតគឺមិនខ្វះចំណីនោះទេដោយសារតែពួកអាចោលឈ្លានពាននេះវាងាប់ច្រើនដោយសារតែចង់បានទឹកដីរបស់ប្រទេសយើងឥឡូវយើងចូលវីដេអូរបស់ផងយើងវិញក្អែកជាទូទៅមានកម្ពស់ពី48ទៅ59សង់ទីម៉ែត្រមានបណ្ដោយខ្លួនធំពណ៌ត្នោតចម្ពុះធំក្បាលពណ៌ខ្មៅសំឡេងដូចស្អកទីជម្រកតំបន់វាលលំហវាលព្រៃវាលកងកាងទីប្រជុំជននិងទីក្រុងមានវត្តមានច្រើនបំផុតនៅតំបន់បឹងទន្លេសាបជីវសាស្ត្រគន្លងហើរត្រង់ចូលចិត្តរកស៊ីក្បែរភូមិទីប្រជុំជននិងតំបន់ទំនាបលិចទឹកឯកចូលចិត្តស៊ីពងសត្វស្លាបដទៃនៅតាមជំរំពងកូននានារបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមករាដល់ខែមិថុនាហើយចាស់របស់ប៉ុនយើងពីមុនហ្នឹងឲ្យតែឃើញអ្នកណាដែលមានសម្បុរខ្មៅហ្នឹងគឺគាត់ថាអានេះសម្បុរខ្មៅដូចក្អែកហ្នឹងហើយគឺជារូបក្អែកណាពុកម៉ែបងប្អូនគឺថាខ្មៅក្រឹបតែម្ដងវីដេអូនេះដែរមុននឹងដល់ទីបញ្ចប់គឺសូមគោរពជូនពរដល់វីរៈកងទ័ពរបស់ប៉ុនយើងដែលគាត់ឈរជើងយ៉ាងរឹងមាំដើម្បីការពារទឹកដីនិងជាតិមាតុភូមិរបស់កម្ពុជាឲ្យលោកឈ្នះអស់មារសត្រូវដែលឈ្លានពានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា